ជំរាបសួរពុកម៉ែបងប្អូននៅក្នុងបណ្ដាញសង្គមទាំងអស់ថ្ងៃនេះបងអូនលើកយកពាក្យខ្លីៗដែលមានន័យសម្រាប់ជីវិតបាទជីវិតជួបបរាជ័យជីវិតធ្លាប់តែពិបាកចឹងទេបងប្អូនសម្ដាប់ជាមួយបងអូនដូចតទៅ1បរាជ័យមិនមែនជាចុងបញ្ចប់តែជាការចាប់ផ្ដើមថ្មីដែលមានបទពិសោធន៍2រាល់ការដួលគឺបង្រៀនយើងឲ្យឈរឡើងឲ្យរឹងមាំជាងមុន3បរាជ័យម្ដងល្អជាងមិនធ្លាប់ព្យាយាមសោះ4មេរៀនល្អបំផុតមកពីពេលដែលយើងឈឺចាប់បំផុត5កុំខ្លាចបរាជ័យខ្លាចតែការមិនហ៊ានសាកល្បង6បរាជ័យថ្ងៃនេះអាចជាជំហានទៅរកជោគជ័យថ្ងៃស្អែក7មនុស្សជោគជ័យមិនដែលបរាជ័យទេតែគេមិនឈប់បន្ទាប់ពីបរាជ័យ8កំហុសមិនបំផ្លាញយើងទេបើសិនយើងយកវាជាមេរៀន9បរាជ័យបង្ហាញថាយើងកំពុងព្យាយាម10ការលំបាកគឺគ្រូល្អបំផុតក្នុងជីវិតបើវីដេអូនេះមានអត្ថប្រយោជន៍សូម like share និង subscribe ដើម្បីទទួលបានវីដេអូលើកទឹកចិត្តថ្មីៗរៀងរាល់ថ្ងៃសូមអរគុណ